ប្រធានបទផ្លែស្វាយស្វាយជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាពលរដ្ឋខ្មែរដោយសារតែវាមានរសជាតិឆ្ងាញ់ហើយអាចទទួលទានបានទាំងខ្ចីនិងទុំប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ពិសាស្វាយនៅមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនទៀតហួសពីការស្មានខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែស្វាយប្រយុទ្ធនឹងជំងឺមហារីកនៅក្នុងស្វាយអាចជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះវៀនធំមហារីកសូដន់មហារីកឈាមនិងមហារីកកំពែងប្រូស្តាតជួយគ្រប់គ្រងជាតិខូលេស្តេរ៉ុលស្វាយមានជាតិវីតាមីន C ខ្ពស់សារធាតុប្រូតេអ៊ីននិងជាតិសរសៃដែលអាចជួយកាត់បន្ថយកម្រិតខូលេស្តេរ៉ុលស្វាយស្រស់ជាប្រភពសម្បូរទៅដោយបូតាស្យូមដែលជាសមាសភាពមួយដ៏សំខាន់របស់កោសិកាដែលជួយគ្រប់គ្រងចង្វាក់បេះដូងនិងសម្ពាធឈាមសម្អាតស្បែកផ្លែស្វាយជួយភ្ជិតរន្ធញើសនិងបន្ថែមភាពស្រស់ស្អាតនៅលើមុខស្វាយអាចយកទៅប្រើចំពោះស្បែកបានច្រើនប្រភេទចិតស្វាយទុំជាចំណិតស្ដើងយកមកបិទនៅលើផ្ទៃមុខទុកចោលពី10ទៅ15នាទីហើយបន្ទាប់មកលាងសម្អាតមុខអ្នកនឹងឃើញពីលទ្ធផលភ្លាមៗកាត់បន្ថយជាតិប្រៃស្វាយសម្បូរដោយជាតិអាស៊ីតត្រាលីនិកអាស៊ីតម៉ាលីកដែលជួយកាត់បន្ថយជាតិប្រៃនៅក្នុងរាងកាយជួយសម្រកទម្ងន់ស្វាយមានជាតិវីតាមីនយ៉ាងច្រើននិងសារធាតុចិញ្ចឹមរាងកាយដែលជួយឲ្យរាងកាយមានអារម្មណ៍ឆ្អែតដែលជួយឲ្យអ្នកមិនញ៉ាំអាហារច្រើនដូចគ្នានេះផងដែរផ្លែឈើមានជាតិសរសៃបានបង្កើតមុខងាររំលាយអាហាររបស់រាងកាយនិងដុតបំផ្លាញកាឡូរីជួយសម្រកទម្ងន់បានសម្រួលការរំលាយអាហារថែរក្សាភ្នែកស្វាយសម្បូរវីតាមីន A ស្វាយមួយចំណិតស្មើនឹង 25% នៃការទទួលទានថ្នាំវីតាមីនជាប្រចាំស្វាយជួយឲ្យភ្នែកមើលឃើញច្បាស់ជួយប្រយុទ្ធប្រឆាំងនឹងភ្នែកស្ងួតនិងបង្ការខ្វាក់មាន់ពង្រឹងប្រព័ន្ធភាពស៊ាំការរួមបញ្ចូលគ្នាដោយវីតាមីន C វីតាមីន A និងសារធាតុ Carotenoid 25 ប្រភេទផ្សេងទៀតអាចជួយថែរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យនៅល្អប្រសើរផ្លែស្វាយនៅមានប្រយោជន៍ជាច្រើនទៀតដូចជាប្រឆាំងជំងឺទឹកនោមផ្អែមការពារជំងឺដាច់សរសៃឈាមខួរក្បាលនិងបង្កើនការចងចាំជាដើម